អូខេសួស្តីគ្នាយើងទាំងអស់គ្នាឥឡូវយើងមកបន្តមេរៀនយើងទៀតតាក់ទងទៅនឹងការសិក្សាទៅលើឧបករណ៍របស់យើងនៅក្នុងមេរៀនមួយនេះគឺខ្ញុំនឹងលើកយកឧបករណ៍ចំនួន2នេះដើម្បីមកធ្វើការបង្ហាញពីរបៀបនៃការប្រើប្រាស់ជាមួយវាអញ្ចឹងនៅក្នុងឧបករណ៍តាក់ទងនឹង Rectangular Marquee Tool ហ្នឹងដោយសារវាវែងខ្ញុំទៅសេកាត់ហើយនៅក្នុងឧបករណ៍មួយនេះមានប្រមាណទៀតហើយក្នុង Lasso Tool ហ្នឹងមានប្រមាណទៀតយើងចូលទៅទស្សនាទាំងអស់គ្នាតែម្ដងណាអូខេឥឡូវយើងចូលមកដល់កម្មវិធី Adobe Photoshop មកខ្ញុំនឹងធ្វើការបង្ហាញពីរបៀបនៃការប្រើប្រាស់ជាមួយនឹងឧបករណ៍ទាំងពីរនឹងតែម្ដងអញ្ចឹងឧបករណ៍ទី1ដែលខ្ញុំបានលើកយកមកបង្ហាញនោះតាក់ទងទៅនឹង Rectangular Marquee Tool ចុចឲ្យជាប់មកអញ្ចឹងនៅក្នុងឧបករណ៍នេះវាមាន4ទី1 Rectangular Marquee Tool ទី2 Elliptical Marquee Tool ហើយនឹងបន្តទៀតតាក់ទងទៅនឹង Single Row Marquee Tool អីយ៉ាងទៅអញ្ចឹងឧបករណ៍ដែលយើងត្រូវការប្រើប្រាស់ជាញឹកញាប់គឺយើងពិចារណាយើងប្រើប្រាស់ខាងលើនេះណាឥឡូវឧទាហរណ៍តែខ្ញុំយកជាមួយនឹងឧបករណ៍ទី1មកធ្វើការប្រើប្រាស់អញ្ចឹងគ្នាយើងចុចមកអញ្ចឹងឧបករណ៍ទី1ពេលដែលយើងចុចប្រើប្រាស់វាហើយវាចេញជាសញ្ញាបូកឲ្យយើងបែបនេះតើពេលដែលយើងប្រើប្រាស់យ៉ាងម៉េចមានន័យថាតាក់ទងទៅនឹងការប្រើប្រាស់ជាមួយនឹង Rectangular នេះគឺយើងប្រើប្រាស់ដើម្បី select ទៅលើ object ណាមួយឧទាហរណ៍ខ្ញុំចង់ select ទៅលើរូបភាពសត្វនេះមួយអញ្ចឹងខ្ញុំ select មួយនេះចុចមកឆ្វេងហើយយើងអូសតែម្ដងណានេះយើងអូសមកប៉ុណ្្នឹងតែម្ដងអញ្ចឹងមានន័យថាវាធ្វើការ select ទៅលើរូបសត្វមួយហ្នឹងដែលយើងបានធ្វើការជ្រើសរើសវាអញ្ចឹងគ្នាយើងចង់ទាញរូបហ្នឹងទៅណាឥឡូវខ្ញុំចុច Move Tool វិញហើយខ្ញុំទាញរូបហ្នឹងដាក់ទៅលើ background ណាមួយផ្សេងទៀតអូខេអញ្ចឹងយើងបានយករូបរបស់យើងដាក់ទៅលើ background ថ្មីមួយទៀតដូច្នេះតាក់ទងទៅនឹង Rectangular នេះវាអាចប្រើជាមួយនឹងការ select ឬក៏ជ្រើសរើសទៅលើ object ណាមួយដែលយើងត្រូវការចាប់វាដាក់ទៅលើ background ផ្សេងណាអញ្ចឹងបើសិនជាមានសត្វច្រើនគ្នាយើងចង់ចាប់យកសត្វណាមួយគ្នាយើងអាចធ្វើបែបហ្នឹងបានអូខេនេះងាយដើម្បីឲ្យគ្នាយើងដឹងមួយទៀតណាយើងមកមើលជាមួយនឹង option របស់វាខាងលើនេះអញ្ចឹងនៅក្នុង option របស់វានេះគ្នាយើងមកមើលកន្លែងចំណុចនេះបន្តិចណាអូខេយើងដាក់ម៉ៅលើវាអញ្ចឹងមកវានឹងបង្ហាញថា new selection ណា new selection មានន័យថា select ទី1ដែលយើងបានបង្កើតគឺវាចេញជាទម្រង់បែបហ្នឹងអូខេឥឡូវខ្ញុំ control D ដើម្បីដោះ selection ខ្ញុំមក select កន្លែងនេះខ្ញុំមក select បែបនេះអូខេមក select បែបហ្នឹងអញ្ចឹងពេលដែលយើង select ទី1ណាវានឹងជាន់ជាមួយនឹងសត្វរបស់យើងមួយទៀតប៉ុន្តែគោលដៅរបស់យើងនេះយើងចង់បានតែសត្វមួយនេះទេប៉ុន្តែពេលដែលយើងទាញទៅវានឹងជាប់ជាមួយនឹងសត្វរបស់យើងថាតើយើងធ្វើម៉េចអញ្ចឹងគ្នាយើងមកមើលទី2គេដាក់ថា add to select មានន័យថាយើងបន្ថែម select នឹងទៅលើទំហំរបស់យើងអញ្ចឹងទំហំដែលយើង select ដំបូងគឺប៉ុណ្ណឹងអូខេប៉ុណ្ណឹងអញ្ចឹងឧទាហរណ៍ថាខ្ញុំចង់បន្ថែម select នឹងដើម្បីដាក់សត្វនេះមួយទៀតឬក៏ខ្ញុំចង់ដាក់ខាងនេះឧទាហរណ៍តែខ្ញុំចុចកន្លែងនេះវិញហើយខ្ញុំ add select អញ្ចឹងខ្ញុំ add ពីនេះទៅអូខេពីកន្លែងនេះមកដល់កន្លែងនេះឃើញណាអញ្ចឹងមានន័យថាពេលដែលយើងយក add select ហ្នឹងវានឹងបន្ថែម select របស់យើងបន្តទៀតកន្លែងនេះវានៅស្ទើរយើងបន្ថែមប៉ុណ្នេះទៀតមកអូខេអញ្ចឹងតកតងទៅនឹង add to select ហ្នឹងមានន័យថាបន្ថែមណានៅលើម៉ៅរបស់យើងវាដាក់សញ្ញាបូកអញ្ចឹងយើងបន្ថែមឧទាហរណ៍ subtract from selection ចុចមកអញ្ចឹងវាឃើញសញ្ញាដកវិញអញ្ចឹងមានន័យថាយើងដក select ចេញវិញណាបើយើងយកទី3នេះយើងដកឧទាហរណ៍តើខ្ញុំដក select នេះចេញវិញខ្ញុំដកមកដល់ត្រឹមនេះឃើញណាអញ្ចឹងយើងដកកន្លែងនេះទៀតអូខេឃើញណាអញ្ចឹងយើងបានតែសត្វមួយនេះទេគឺយើងដកកន្លែងដែលវាប៉ះដកចេញណាអូខេងាយដើម្បីឲ្យគ្នាយើងយល់ទី4នេះគឺតាក់ទងទៅនឹង intersect with selection អាហ្នឹងមានន័យថាយើងគូសយកចំណុចប្រសពកន្លែងណាមួយឧទាហរណ៍តែខ្ញុំយកវាអញ្ចឹងហើយខ្ញុំគូសនេះអញ្ចឹងមានន័យថាចំណុចប្រសពវាកដាលដែលចំណុចប្រសពកន្លែងនេះពេលដែលយើងគូសទៅវានឹងចេញចំណុចនេះវិញតោះណាអញ្ចឹងបើយើងចង់បានចំណុចប្រសពកដាលកន្លែងណាមួយយើងគូសវាអញ្ចឹងមកនេះឃើញណាវានឹងបានតែប៉ុណ្្នេះអូខេអាហ្នឹងតកតទៅនឹងការគូសជាលក្ខណៈយកចំណុចប្រសពណាមួយអញ្ចឹងណាអូខេអានេះងាយសម្រាប់ឲ្យគ្នាយើងដឹងណាអូខេ Ctrl Shift នេះដោះ select អញ្ចឹងឧទាហរណ៍ថាខ្ញុំ select មួយនេះដដែលហើយខ្ញុំយកមួយនេះអូខេប៉ុន្តែវាជាប់កន្លែងនេះអញ្ចឹងយើងត្រូវការដកចេញខ្ញុំដកចេញប៉ុណ្នេះអូខេឃើញណាអញ្ចឹងយើងធ្វើការដកប៉ុណ្ណឹងយើងទាញទៅបានហើយយើងទាញរូបសត្វហ្នឹងទៅដាក់លើ background ថ្មីមក
វានឹងបានតែរូបសត្វហ្នឹងទេតោះណាប៉ុណ្ណឹងអូខេហើយយើងមកមើលកន្លែងនេះមួយទៀតណាខ្ញុំ Ctrl D វិញដើម្បីដោះ select យើងចូលម្ដងទៀតយើងមើលកន្លែង filter ហ្នឹងមានន័យថាពេលដែលយើងដាក់ select ទៅបើសិនជាយើងចង់ឲ្យរូបហ្នឹងវា blur ណាចង់ឲ្យរូបហ្នឹងទាញទៅវារាំង blur ឧទាហរណ៍តែខ្ញុំយក select ទី1ហើយខ្ញុំដាក់ blur ប្រមាណឧទាហរណ៍ថាខ្ញុំដាក់50ចុះខ្ញុំ enter 50 pixel ហើយខ្ញុំទាញរូបនេះម្ដងទៀតណានេះពេលដែលយើងគូសមកឃើញវារាំងមានកំណោនកោងយ៉ាងណាអញ្ចឹងពេលដែលយើងទាញទៅយើងចុចអក្សរ V ដើម្បីចូល move tool របស់យើងពេលដែលយើងទាញទៅឃើញវា blur អត់នេះណាឃើញវារាំង blur ដែរអូខេកន្លែងហ្នឹងគឺវា blur បែបហ្នឹងណាតាក់ទងទៅនឹងការប្រើប្រាស់ជាមួយនឹង filter អូខេអញ្ចឹងវា blur អញ្ចឹងអូខេងាយដើម្បីឲ្យគ្នាយើងដឹង Ctrl D ដោះ select ចូលកន្លែង rectangular របស់យើងម្ដងទៀតអូខេហើយនេះគឺតាក់ទងទៅនឹង style របស់វាអត់ត្រូវការប្រើប្រាស់អីទេកន្លែងហ្នឹងណាអញ្ចឹងអ្វីដែលយើងត្រូវការដឹងគឺមានតែប៉ុណ្្នឹងទេហើយអ្វីដែលយើងត្រូវការ select អីគឺមានតែប៉ុណ្្នឹងទេណាក្នុងការប្រើប្រាស់ហើយតាក់ទងនឹងការប្រើជាមួយនឹង rectangular គឺមានគុណសម្បត្តិច្រើនទៀតណាឥឡូវខ្ញុំឧទាហរណ៍បន្ថែមទៀតឧទាហរណ៍ថាយើងគូសអញ្ចឹងមួយអូខេយើងគូសអញ្ចឹងយើងចង់បានជាការរេស្មើគ្នាយើងចុច shift ឲ្យជាប់ណាចុច shift ឲ្យជាប់ទៅវាស្មើអញ្ចេះអញ្ចឹងយើងប្លែងមកឧទាហរណ៍តែខ្ញុំចង់ចាក់ពណ៌នៅក្នុងនឹងណាដើម្បីចាក់ពណ៌ឲ្យឃើញនៅក្នុងនឹងបានយើងត្រូវបង្កើត layer មួយអូខេបន្តមកទៀតវាមាន select ហើយមែនទេវាមាន select ហើយអញ្ចឹងគ្នាយើងអាចបដូរពណ៌យើងចង់បានពណ៌អីខ្ញុំដាក់ពណ៌ក្រហមហើយគ្នាយើងចង់ចាក់ពណ៌នៅក្នុងនឹងគ្រាន់តែចុច Ctrl Delete មកវានឹងចេញពណ៌ឃើញណា Ctrl D ដោះ select ហើយហេតុអីបានចេញពណ៌កន្លែងកែមខាងនេះវា blur នេះដោយសារ filter របស់យើងបើសិនជាគ្នាយើងចង់ច្បាស់ដាក់លេខ0វិញមកណាហើយ enter ហើយចុចម្ដងទៀតចុច C ចុចដើម្បីស្មើអូខេខ្ញុំដាក់ពណ៌ផ្សេងឲ្យងាយមើលប៉ុណ្ណឹងហើយចុច Ctrl Delete អូខេ Ctrl D ដោះ select អញ្ចឹងឃើញថាវាច្បាស់ណាមួយនេះអត់ច្បាស់ទេអញ្ចឹងដោយសារយើងដាក់ layer ជាន់ពីលើគ្នាទៅវាចេញអញ្ចឹងណាអូខេអញ្ចឹងតកតទៅនឹងការប្រើប្រាស់របស់វាគឺបែបហ្នឹងណាតកតទៅនឹងការ select ទៅលើ subject អ្វីមួយឬក៏តកតងទៅនឹងការបង្កើតជារូបរាងអ្វីមួយគឺយើងអាចប្រើជាមួយនឹង rectangular marquee tool បានឧទាហរណ៍ថារូបឡានអញ្ចឹងយើងចង់បានរូបឡាននឹងមួយណាដើម្បីយកទៅប្រើប្រាស់គ្នាយើងយកឧបករណ៍មួយនឹងមកប្រើមកអូខេ select លើវាអញ្ចឹងមកកុំឲ្យប៉ះអាផ្សេងណាហើយបើសិនជាក្នុងករណីប៉ះអញ្ចឹងគ្នាយើងដកវាចេញមកនេះដកវាចេញមកប៉ុណ្នេះមកគឺវាលែងប៉ះហើយប៉ុណ្ណឹងយើងយក move tool ហើយទាញវាទៅបានតោះណាអូខេអញ្ចឹងឧបករណ៍ហ្នឹងគឺយើងប្រើប្រាស់លក្ខណៈពិសេសរបស់វាគឺបែបហ្នឹងណាហ្នឹងហើយយើងតាក់ទងនឹងការ select ទៅលើ subject ផ្សេងទៀតណាពេលដែលយើងរៀនដល់វគ្គកាន់តែខ្ពស់ទៅកាន់តែច្រើនទៅយើងនឹងកាន់តែប្រើប្រាស់វាកាន់តែច្រើនហើយណាអញ្ចឹងនៅក្នុងកម្រិតនេះគឺខ្ញុំបង្ហាញគ្នាយើងឲ្យយល់ពីការប្រើប្រាស់មួយចំនួនសិនណាអូខេទី2តាក់ទងទៅនឹង elliptical marquee tool elliptical ហ្នឹងប្រើប្រាស់អត់ខុសគ្នាទេណាវាគ្រាន់តែជាទម្រង់ណា ellipse គឺមូលណាយើងចុច C ចប់គឺវាមូលយើងបលែង C វិញវាទៅជារូបរាងពងកពើឬក៏រូបរាងណាមួយដែលយើងចង់បានអញ្ចឹងណាយើងចង់បានមូលចុច Shift យើងចង់បានទាញវាចំកណ្ដាលតែម្ដងចុច Alt មួយទៀតមកទាញមកវាចំកណ្ដាលចេះតោះណាហើយយើងចង់រំកិលវាបានគ្នាយើងចុច Space ឲ្យជាប់អាចរំកិលវាបានទៀតតោះណាកន្លែងហ្នឹងហើយរបៀបប្រើប្រាស់គឺដូចគ្នាទាំងអស់ណាយើងចង់បន្ថែមយើងចង់ដកអីគឺដូចគ្នាណាឃើញណាយើងចង់បន្ថែមចង់ដកអីគឺដូចគ្នាអត់ខុសគ្នាពីខាងលើនេះមិញទេទៅលើ option ទាំងអស់ហ្នឹងគឺដូចគ្នាទាំងអស់ហើយតកតងទៅនឹង select and mask នេះគឺយើងអត់ទាន់ត្រូវការប្រើប្រាស់ជាមួយវាទេតកតងនឹង select and mask ហ្នឹងគឺយើងប្រើប្រាស់ជាមួយនឹងការកាត់ background ផ្សេងដូចជាដែលយើងកាត់ជាមួយនឹង background ដែលមានសក់ច្រើនអញ្ចឹងណាយើងចង់កាត់សក់ចេញគឺយើងប្រើជាមួយនឹង select and mask អាហ្នឹងគឺមេរៀនទៅមុខទៀតយើងនឹងរៀនសិក្សាទាំងអស់គ្នាហើយណាអូខេអញ្ចឹងនៅក្នុងការប្រើប្រាស់ជាមួយនឹងឧបករណ៍ហ្នឹងមានតែប៉ុណ្្នឹងទេហើយខាងក្រោមនេះគឺយើងអត់សូវជាប្រើប្រាស់អីទេណាតាក់ទងទៅនឹងការប្រើប្រាស់ជាមួយនឹងsingle row ហ្នឹងអាហ្នឹងគឺបន្ទាត់បិឆោយគ្រាន់តែយើងចុចមកវាចេញអញ្ចឹងទេដោយសារយើងវាអត់មានត្រូវការប្រើប្រាស់ជាមួយអាហ្នឹងទេណាយើងអត់សូវប្រើទេបើយើងចង់ប្រើបន្ទាត់តែម្ដង
គឺយើងប្រើជាមួយនឹងបន្ទាត់របស់យើងមួយនេះណាដើម្បីកំណត់ຂະຫນាតអីផ្សេងៗគឺយើងប្រើជាមួយនឹង ruler បែបហ្នឹងគឺវាត្រូវជាងណាអញ្ចឹងចំណុចណាដែលប្រើច្រើនគឺខ្ញុំប្រាប់គ្នាយើងអញ្ចឹងណាចំណុចណាដែលយើងអត់សូវប្រើក៏អត់ជាបញ្ហាដែរវាអត់មានខាតអីទេណាគាត់តែថាយើងឲ្យដឹងថានៅក្នុងឧបករណ៍ហ្នឹងគឺវាមានប៉ុណ្ណឹងហើយឧបករណ៍ដែលយើងប្រើញឹកញាប់ហ្នឹងគឺតើតើនឹង rectangular marquee tool នឹងឯងអូខេអញ្ចឹងនេះគឺជាការប្រើប្រាស់ rectangular marquee tool មានតែប៉ុណ្្នឹងទេឥឡូវយើងចូលស្វែងយល់ជាមួយនឹងការប្រើប្រាស់ lasso tool វិញម្ដងណាអូខេឥឡូវយើងចូលប្រើប្រាស់ជាមួយនឹងឧបករណ៍ lasso tool វិញម្ដងឧបករណ៍ហ្នឹងគឺវានៅពីក្រោយជាមួយនឹង rectangular របស់យើងនឹងឯងគឺមួយនេះចុចឲ្យជាប់អញ្ចឹងនៅក្នុងឧបករណ៍ហ្នឹងគឺមាន3ទី1 lasso tool ទី2 polygonal lasso tool ទី3 magnetic lasso tool អញ្ចឹងនៅក្នុងឧបករណ៍ហ្នឹងគឺមាន3ហ្នឹងអញ្ចឹងតើតើនឹងការប្រើប្រាស់របស់វាយ៉ាងម៉េចឥឡូវយើងចូលទៅរៀនទាំងអស់គ្នាទី1គឺតើតើនឹង lasso tool យើងចុចមកអញ្ចឹង lasso tool ហ្នឹងគឺវាតើតើនឹងឧបករណ៍ select ទៅលើរូបរាង subject ណាមួយដូចគ្នាប៉ុន្តែវាមិនមែនជាទម្រង់ដូចយើងប្រើប្រាស់ជាមួយនឹង rectangular ទេអញ្ចឹងទម្រង់របស់វាគឺយើងអាចគូសទៅតាមរូបរាង object ណាមួយដែលយើងត្រូវការឧទាហរណ៍ថារូបហ្នឹងអញ្ចឹងយើងប្រើប្រាស់វាមកយើងចង់បានរូបហ្នឹងអញ្ចឹងយើងប្រើប្រាស់ជាមួយនឹង lasso tool យើងអោសចេះមកអូខេឃើញណាយើងអោស select រូបរាងហ្នឹងទៅតាមទម្រង់នៃ subject របស់យើងដែលយើងត្រូវការអូខេយើងអោសអញ្ចឹងមកបលែងទៅវាភ្ជាប់មុខគ្នាពេលដែលវាភ្ជាប់មុខគ្នាវានឹងបង្កើតទៅជា selection បែបនេះឲ្យយើងតែម្ដងហើយយើងធ្វើការទាញវាទៅចុច move tool ហើយយើងទាញវាទៅដាក់ទីតាំងឬក៏ background ផ្សេងបានតោះណានេះ control alt t មកយើង scale វាណាដោយសាររូបហ្នឹងវាធំអូខេអញ្ចឹងយើងបានទាញមកទីតាំងផ្សេងអញ្ចឹងទៅអញ្ចឹងតើតើនឹង lasso tool ហ្នឹងគឺ select ទៅលើរូបរាងណាមួយឬក៏ object ណាមួយដែលយើងត្រូវការដូចគ្នាយ៉ាងឯងណា lasso tool ហ្នឹងអញ្ចឹងយើងអាចប្រើប្រាស់ដើម្បីអីខ្លះពេលដែលយើងរៀនទៅមុខទៀតយើងត្រូវការ select ទៅលើ subject អីមួយឬក៏ចង់ select ទៅលើរូបមនុស្សអីមួយដែលដើម្បីឲ្យវាលឿនគឺយើងអាចយក lasso tool មក select វាខ្វល់មកហើយយើងអាចទាញវាចេញបានតោះណាអូខេអញ្ចឹងនៅក្នុងការប្រើប្រាស់របស់វាគឺវាមានជា option របស់វាដូចដែលយើងប្រើជាមួយនឹង rectangular នឹងឯងណាវាមាន add select វាមាន subtract from selection វាមាន intersect អីចឹងទៅមានដូចគ្នាទេអញ្ចឹងគ្រាន់តែគ្នាយើងចំណាំថាតាក់ទងទៅនឹង lasso tool គឺយើងប្រើប្រាស់ជាមួយនឹងការ select ទៅលើរូបរាង subject ណាមួយដូចគ្នាណាទៅតាមទម្រង់ដែលយើងគូសណាទៅតាមទម្រង់អញ្ចឹងទៅប៉ុន្តែខុសគ្នាត្រង់ថាតាក់ទងនឹង rectangular គឺយើងគូសជាទម្រង់ចេះតែម្ដងណាគូសទៅវាទៅតាមទម្រង់របស់វាអញ្ចឹងហើយ lasso tool នេះគឺគូសទៅតាមទម្រង់ដែលយើងចង់បានវិញអូខេទី2តកតងទៅនឹង polygonal lasso tool តកតងនឹងឧបករណ៍មួយនេះគឺយើងធ្វើការចាប់យក subject ដូចគ្នាណាឧទាហរណ៍ចាប់យក subject អញ្ចឹងចាប់មកយើងคลิกមួយមកវានឹងមានជាចំណុចឲ្យហើយបោះចេះមកអាហ្នឹងគឺវាចាប់យកទម្រង់អញ្ចឹងណាឃើញណាបោះអញ្ចឹងមកភ្ជាប់គ្នាមកទៅវាចេញ selectអាហ្នឹងគឺចាប់យកទម្រង់មួយដែលយើងត្រូវការដូចគ្នាអញ្ចឹងឧទាហរណ៍ថាយើងប្រើវាអញ្ចឹងស្រាប់តែប្រើទៅវាជ្រុលអញ្ចេះជ្រុលអញ្ចឹងយើងអត់អាច control z បានទេណាអញ្ចឹងដើម្បីថយវាយើងត្រូវចុច backspace នេះ backspace ទៅវាថយបានហើយណាអញ្ចឹងការប្រើប្រាស់ជាមួយនឹង polygonal គឺអញ្ចឹងយើងធ្វើការជ្រើសរើសដូចគ្នាណាភ្ជាប់មុខគ្នាទៅវានឹងចេញ select ហើយយើងធ្វើការមូលវាទៅកន្លែងណាក៏បានដែរអញ្ចឹងអាហ្នឹងវាអត់សូវជាខុសគ្នាទេគ្រាន់ថារបៀបនៃការកាត់យកទៅលើ subject គឺវាមានលក្ខណៈផ្សេងគ្នាអញ្ចឹងណាហ្នឹងហើយគឺមានលក្ខណៈអញ្ចឹងឯងអូខេអញ្ចឹងយើងត្រូវការយករូបភាពណាមួយគឺយើងអាចចុចមួយវាចេញជាបន្តបែបហ្នឹងមួយយើងចាប់មកអូខេយើងคลิกមួយអញ្ចឹងមកប៉ណ្ណឹងមកវានិយាយចំឲ្យទៅភ្ជាប់មុខគ្នាវានឹងចេញ select ភ្លាមណាហើយយើងធ្វើការទាញទៅដាក់ទីតាំងណាមួយគឺបានដូចគ្នាអូខេហើយយើងអាចបង្កើតទៅជាទម្រង់ផ្សេងបានទៀតណាឧទាហរណ៍នេះឧទាហរណ៍ថាយើងចង់បង្កើតទម្រង់អីចុចមួយមកហើយយើងចុចមកលើមួយមកដល់កន្លែងនេះហើយភ្ជាប់មុខវាវិញមកជាត្រីកោណហើយយើងបង្កើត layer មួយមកប៉ុណ្ណឹងហើយយើងបដូរពណ៌វាមកអូខេបដូរពណ៌អញ្ចឹងទៅហើយចុច control delete មកវាចេញជាទម្រង់នឹងមួយឲ្យយើងបានឃើញទេអញ្ចឹងមួយនឹងយើងប្រើដើម្បី select ទៅលើ subject ផងយើងអាចប្រើដើម្បីបង្កើតទៅជាទម្រង់shape ផ្សេងទៀតដែលយើងត្រូវការណាជាទម្រង់រូបរាងអីចឹងទៅណាអាហ្នឹងគឺយើងអាចប្រើបែបហ្នឹងបានអូខេហើយទី3តកតងទៅនឹង magnetic lasso tool អញ្ចឹងតកតងនឹងឧបករណ៍មួយហ្នឹងវាតកតងទៅនឹងការ select ដូចគ្នា
ប៉ុន្តែ select របស់វាគឺមានលក្ខណៈពិសេសគឺយើង select ទៅគឺវាឆក់ទៅតាមតម្រងកែមឬក៏រូបរាង object របស់យើងនឹងឯងឧទាហរណ៍ថាខ្ញុំ select រូបរាងនឹងមួយយើងចុចម៉ៅឆ្វេងមួយប៉ាត់អញ្ចឹងវានឹងឆក់ហើយយើងចុចម៉ៅឆ្វេងមួយដើម្បីដាក់ទិសដៅរបស់វាណាអញ្ចឹងយើងមិនចាំបាច់ចុចម៉ៅអីទេយើងគ្រាន់តែរុញម៉ៅឲ្យត្រូវទៅតាមរូបរាងរបស់យើងមកអូខេអញ្ចឹងឧទាហរណ៍ថាយើងរុញទៅវាខុសនេះរុញទៅវាទៅអញ្ចេះអញ្ចឹងដើម្បីថយវាទៅបានគ្នាយើងអត់ចុច control Z ទេអាហ្នឹងណាគឺយើងចុច backspace ចុច backspace មកវាអាចថយវិញបានណាអូខេហើយយើងរុញទៀតមកអូខេគឺយើងអត់មានចុចម៉ៅអីទេគ្រាន់តែយើងយកម៉ៅរបស់យើងរុញតាមនឹងមកវានឹងឆក់ទៅតាមតម្រងរូបរាងរបស់យើងណាគឺវាឆក់អញ្ចឹងតែម្ដងអូខេអាហ្នឹងរុញអញ្ចឹងមកវាឆក់ហើយអូខេបើខុសអញ្ចឹងយើងចុច backspace ថយវិញអូខេរុញទៀតមកហ្នឹងរបៀបកាត់របស់វាគឺអញ្ចឹងណាអាហ្នឹងវាកាត់ចាប់យកកន្លែងចំណុចរូបរាង subject របស់យើងតែម្ដងណាអាហ្នឹងខ្ញុំខុសត្រូវអត់អីទេណាខ្ញុំគ្រាន់តែឧទាហរណ៍គ្នាយើងមើលគឺឧបករណ៍ហ្នឹងប្រើអញ្ចឹងយើងអស់តាមតម្រងអញ្ចឹងមកអូខេអស់អញ្ចឹងមកហើយមកភ្ជាប់មុខគ្នាវិញទៅយើងคลิกមួយម៉ៅឆ្វេងប៉ាច់អញ្ចឹងវានឹងដាក់ select ហើយពេលដែលដាក់ប៉ុណ្ណឹងចុច move tool មកហើយយើងអស់វាទៅដាក់ទីតាំងណាមួយដែលយើងត្រូវការតោះណា Ctrl Shift ហើយ scale វាមកអូខេអញ្ចឹងរូបរាងនៃការប្រើប្រាស់ក្នុងការ select គឺវាមានលក្ខណៈផ្សេងគ្នាទាំង3ហ្នឹងណាគ្នាយើងត្រូវចាំអូខេ Ctrl Shift ដល់ select អញ្ចឹងតើតើនឹងការប្រើប្រាស់ជាមួយនឹង lasso tool គឺមានលក្ខណៈផ្សេងគ្នាទាំង3ហ្នឹងឥឡូវខ្ញុំសង្ខេបឲ្យគ្នាយើងមើលម្ដងទៀត lasso tool យើងប្រើប្រាស់វាមកគឺយើងដើម្បី select ទៅលើរូបរាង subject ណាមួយគឺយើង select ឲ្យដល់រូបរាងទេគឺយើង select បែបនេះអូខេធ្វើការ select មកភ្ជាប់វាវិញមកវានឹងចេញ select ហើយយើងទាញទៅណាអូខេ Ctrl Shift D ដល់ពេលមួយនេះគឺយើងចុចណាចុចប៉ាច់គឺយើងចុចយកណាចុចអញ្ចឹងហើយមកភ្ជាប់មុខគ្នាវិញបានវាចេញជា select ភ្ជាប់ឲ្យត្រូវបានវាចេញ select អូខេដល់ពេលទី3គឺតាក់ទងទៅនឹងការអោសឲ្យត្រូវទៅតាមតម្រងរបស់វាណាអូខេអោសយ៉ាងមកគឺវាត្រូវទៅតាមតម្រងរបស់វាហើយអូខេអញ្ចឹងលក្ខណៈនៅក្នុងការប្រើប្រាស់របស់វាគឺមានតែប៉ុណ្្នឹងទេហើយសួរថាតើយើងប្រើប្រាស់ច្រើនឬអត់គឺយើងប្រើប្រាស់ម្ដងមួយកាលទេណាតាក់ទងទៅនឹងឧបករណ៍ទាំង3ហ្នឹងប៉ុន្តែតាក់ទងនឹង lasso tool គឺយើងអាចប្រើគូសំដែរប្រសិនបើយើងតាក់ទងនឹងការ select subject អីចឹងណា select subject អីមួយដែលយើងត្រូវការប្រើលក្ខណៈគូសអញ្ចឹងគឺយើងអាចគូសហើយវាភ្ជាប់គ្នាយើងអាច select ទាញទៅបានណាគឺយើងអាចប្រើបានអញ្ចឹងការប្រើប្រាស់របស់វាគឺមានលក្ខណៈប៉ុណ្ណឹងទេណាអូខេអញ្ចឹងតាក់ទងទៅនឹងការប្រើប្រាស់ទៅលើឧបករណ៍ rectangular ហើយនឹង lasso tool ហ្នឹងគឺមានតែប៉ុណ្ណឹងទេណាយើងចាំជួបគ្នានៅមេរៀនបន្តទៀតណាសូមអរគុណ